ថ្ងៃនេះមានមុខម្ហូបថ្មីបង្ហាញជូនពុកម៉ែបងប្អូនទៀតហើយខួរគោចំហុយខ្ទឹមសណាពុកម៉ែបងប្អូនហើយធ្វើនេះទុកឲ្យកូនបើញ៉ាំពេលថ្ងៃឡើងចាបញ្ចុកគាត់ហើយមើលទឹកមុខគាត់ញ៉ាំបដាគាត់លេងទឹកមុខបដាពុកម៉ែបងប្អូនហើយខួរខ្ញុំទិញថ្ងៃនេះបានមួយហើយមួយនឹងគឺថ្លឹងទៅបាន3ខាំកន្លះហើយឥឡូវយើងមកសម្អាតទាំងអស់គ្នាខ្ញុំជាធម្មតាខួរគោខួរជ្រូកអីអញ្ចឹងខ្ញុំច្រើនតែដកអត់ស័យក្រហមហ្នឹងពុកម៉ែបងប្អូនចាឮគេថាឆ្អាបតែខ្ញុំអត់ដឹងថាបងប្អូនចូលយ៉ាងណាដែរតែសម្រាប់ខ្ញុំដកអត់ស័យក្រហមនឹងចេញទៅហើយបានសម្អាតទឹកយកមកធ្វើណាបងចាអញ្ចឹងបន្ទាប់ពីសម្អាតទឹក2ទឹក3ទឹកអីឲ្យស្អាតសិនមកសម្អាតនេះគឺថ្នមបងប្អូនអើយព្រោះខ្លាចពីល្បេះខួរចាតោះមកយើងចាប់ផ្ដើមផ្សំគ្រឿងចំហុយទាំងអស់គ្នាតែខ្ញុំដាក់ខ្ទឹមក្រហមខ្ទឹមសនិងស្លឹកក្រូចហើយម្ទេសតាមពិតម្ទេសនេះខ្ញុំភ្លេចបងប្អូនតាមពិតខ្ញុំអត់ដាក់ទេព្រោះតែសារតែឲ្យកូនគាត់ញ៉ាំអញ្ចឹងគាត់ប៉ះម្ទេសអត់បានណាចាអញ្ចឹងមានតែខ្ទឹមសហើយនឹងស្លឹកក្រូចនិងខ្ទឹមក្រហមឯងខ្ទឹមសគឺខ្ញុំដំខ្ញុំអត់ច្រាំទេបន្ទាប់មកគឺគល់ជីមញ៉េចាខ្ញុំហៅថាជីមញ៉េណាខ្ញុំដាក់គល់នឹងមកដាំតិចមកឲ្យឡើងឈ្ងុយហើយបានយើងដាក់ចូលក្នុងចានរបស់យើងហើយដាក់រ៉ឺឌីបន្តិចមកប៊ីចេងបន្តិចមកចាហើយចាប់ផ្ដើមចំហុយចាឯការចំហុយគឺយើងបើកភ្លើងតិចចំហុយទេបងប្អូនដើម្បីឲ្យវាសព្វជាតិល្អហើយខ្ទឹមយើងនៅអត់ទាន់បានផុយនៅឡើយទេអញ្ចឹងយើងបន្តចំហុយទៀតនេះឆ្អិនហើយបងប្អូនយើងដាក់ជីមញ៉េចូលបន្ថែមមកដើម្បីឲ្យកាន់តែឈ្ងុយចានេះហើយយើងញ៉ាំជាមួយអំបិលម្រេចគុយឆ្មាគឺឆ្ងាញ់ណាស់បងប្អូនអើយចាហើយមានជីគ្រប់មុខឬក៏ជីពងទាកូននេះក៏រឹតតែអែមដែរចាតាមការចូលចិត្តទេពុកម៉ែបងប្អូនចាហើយនេះបងប្អូនឈ្ងុយខាងក្រៅគឺជះក្លិនខ្ទឹមក្រហមខ្ទឹមសក៏ដូចជាជីមញ៉េរបស់យើងណាហើយក្លិនឈ្ងុយបងប្អូនហើយរសជាតិវិញគឺសាបល្មមចាហើយកូនគាត់ញ៉ាំគឺឆ្ងាញ់ណាស់និយាយទៅខ្ញុំចូលចិត្តឲ្យគាត់ញ៉ាំចឹងមិនថាកូនធំកូនទូចអីទេខ្ញុំសារទិញឲ្យគាត់ញ៉ាំតែខ្ញុំភាគច្រើនខ្ញុំញ៉ាំខួរគោខ្ញុំអត់សូវបានធ្វើគោជ្រូកឲ្យគាត់ញ៉ាំទេចាហើយនេះគាត់មកឲ្យបញ្ចុកគាត់មាត់ហាចាហាមាត់ញ៉ាំតែមាត់គាត់ញ៉ាំតំណងបងប្អូនចាទាំងមុខកាមេរ៉ាគាត់នៅស្ងៀមគ្រាន់បើចាតែពេលឈប់ថតគាត់ទៅលេងតាមចាប់បញ្ចុកដូចអីអញ្ចឹងអត់ស្ងៀមទេបងប្អូនអើយលពឹសណាចារងថ្ងៃហត់នឹងចាប់ទៅគាត់ទេហើយនេះមាត់បញ្ចុកឯតែដៃលេងចាលេងជីលេងអីអស់ឲ្យបងប្អូននៅតាមដំណើរសិនទៅថតគាត់សិនចាបើមាត់គាត់ឆ្ងាញ់ណាបងប្អូនអើយឆ្ងាញ់មែនចាហើយក្មេងតែឆ្ងាញ់គាត់ញ៉ាំហើយតែអត់ឆ្ងាញ់ទេគាត់កវីក្បាលហើយពុកម៉ែបងប្អូនអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណចំពោះការទស្សនាជួបគ្នាវីដេអូក្រោយជម្រាបលា